លុះដល់ពេលយប់តុលាបានលួចចូលហាងរបស់រាវីគាត់បានយកដាវរបស់ស្ដេចហើយរត់ចេញទៅបាត់ហាដាវខ្ញុំបាត់ទៅណាហើយអោព្រះអើយតើខ្ញុំគួរប្រាប់ស្ដេចដូចម្ដេចទៅភ្លាមនោះមានលោកតាម្នាក់បានបង្ហាញខ្លួនឡើងតើលោកតាជាអ្នកណាទៅហឺថ្ងៃនេះយើងនឹងយកអាណាចក្ររបស់ឯងហើយឯងមិនអាចយកឈ្នះយើងបានទេរឿងជាងដែករាវីនិងដាវដ៏អស្ចារ្យអ្នកធ្លាប់ឮទេថាដាវមួយអាចសម្រេចជោគវាសនានៃសង្គ្រាមមួយហើយអ្នកធ្លាប់គិតទេថាជាងដែកក្រីក្រម្នាក់អាចផ្លាស់ប្ដូរជោគវាសនារបស់ស្ដេចមួយអង្គបាននេះគឺជារឿងរបស់ជាងដែករាវីមនុស្សម្នាក់ដែលមានជំនឿលើការខិតខំនិងស្មោះត្រង់នៅក្នុងភូមិតូចមួយឈ្មោះថាច័ន្ទបុរីមានជាងដែកម្នាក់ឈ្មោះថារាវីណែឯងមើលរាវីមើលគាត់កំពុងតែធ្វើដាវគាត់ធ្វើបានល្អណាស់មែនហើយគេនិយាយថាអ្នកណាដែលប្រើប្រាស់ដាវរបស់គាត់តែងតែនឹងអាចឈ្នះសង្គ្រាមប៉ុន្តែទោះបីជារាវីមានទេពកោសល្យប៉ុណ្ណាក៏ដោយក៏ជីវិតរបស់គាត់នៅតែក្រីក្រលំបាកនៅក្នុងផ្ទះរបស់រាវីបុប្ផានិយាយដោយសំឡេងព្រួយបារម្ភពុកវាអើយផ្ទះយើងអង្គចិត្តអស់ហើយម៉ាក់កូនឃ្លានបាយណាស់ម៉ាក់រាវីក៏លេចទៅមើលកូនភ្នែកពោពេញទៅដោយក្តីសោកស្ដាយកុំបារម្ភអីកូនថ្ងៃស្អែកពុកនឹងយកអាហារនិងអង្ករមកផ្ទះយើងហើយឯងអើយប៉ុន្មានថ្ងៃនេះឯងមិនមានអតិថិជនសោះតើឯងនឹងគិតថានឹងផ្លាស់ប្ដូរការងារនេះចេញដែរឬទេអូម៉ែវាអើយតើឲ្យខ្ញុំផ្លាស់ប្ដូរការងារអ្វីទៅបើនេះគឺជាជំនាញរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាការខិតខំទាំងប្រមាណរបស់ខ្ញុំកន្លងមកនឹងទទួលបានលទ្ធផលល្អនៅថ្ងៃក្រោយរាវីអង្គុយលក់ដូចសពដងម៉ោងចេះតែដើរទៅមុខមួយផ្លែតសោះមេក៏រសៀលបាត់ទៅហើយពេលនោះមិត្តរបស់គាត់ឈ្មោះថាធូណាបានដើរមកដល់រាវីតើឯងអង្គុយនៅទីនេះធ្វើអ្វីអូគ្នាកំពុងរង់ចាំអតិថិជនឯងជាជាងដែកល្បីម្នាក់ប៉ុន្តែគ្មានអតិថិជនម្នាក់សោះរាវីឆ្លើយដោយក្តីស្ងប់ស្ងាត់មែនហើយសម្លាញ់អ្វីក៏ដោយវាត្រូវការពេលវេលារបស់វាពេលនោះមានបុរសម្នាក់មកដល់ហើយសួរថាសំទោសនៅទីនេះមានជាងដែកឈ្មោះរាវីទេខ្ញុំនេះហើយជារាវីតើអ្នករកខ្ញុំមានការអ្វីបន្ទាប់មកបុរសនោះក៏បានបង្ហាញអំពីអត្តសញ្ញាណរបស់គាត់ដែលជាស្ដេចទៅដល់រាវីឲ្យរាវីបានដឹងយើងគឺជាស្ដេចវីរភ័ត្រារាវីភ្ញាក់ផ្អើលហាថាម៉េចលោកគឺជាស្ដេចព្រះអង្គសូមទ្រង់អភ័យទោសដល់រូបខ្ញុំផងដោយសារតែខ្ញុំមិនបានដឹងមិនអីទេឆាប់ក្រោកឡើងមកយើងមកទីនេះក៏ព្រោះតែយើងចង់ឲ្យឯងជួយធ្វើដាវដ៏ល្អមួយសម្រាប់យើងដោយសារតែសត្រូវរបស់យើងកំពុងធ្វើទុកដល់ប្រជាជនជាខ្លាំងយើងត្រូវការដាវរបស់ឯងដើម្បីការពារអាណាចក្រនេះទទួលបញ្ជាព្រះអង្គខ្ញុំនឹងធ្វើដាវដ៏ល្អសម្រាប់ទ្រង់ពេលនោះស្ដេចក៏បានឲ្យប្រាក់ទៅរាវីព្រះអង្គខ្ញុំមិនទាន់បានធ្វើដាវជូនដល់ទ្រង់ផងហេតុអ្វីបានជាទ្រង់ប្រគល់ប្រាក់ឲ្យខ្ញុំជាមុនអញ្ចឹងមិនអីទេព្រោះយើងទុកចិត្តឯងពេលនោះរាវីក៏បានទទួលយកប្រាក់ហើយគាត់ក៏មានប្រាក់ដើម្បីទិញអង្ករនិងអាហារទៅផ្ទះវិញផងដែរប៉ុន្មានថ្ងៃបានកន្លងមក
មានបុរសម្នាក់ឈ្មោះថាតុលាបានមកដល់ហាងរបស់រាវីគាត់បានឃើញដាវដែលរាវីបានធ្វើរួចទុកប្រគល់ដល់ព្រះអង្គរាវីដាវនេះស្អាតណាស់លក់ឲ្យខ្ញុំទៅអូសុំទោសផងតុលាលក់មិនបានទេដាវនេះព្រោះជាដាវរបស់ស្ដេចដែលឲ្យខ្ញុំធ្វើឥឡូវលក់ឲ្យខ្ញុំមកខ្ញុំនឹងឲ្យប្រាក់លើសស្ដេច2 ដងទេទោះបីអ្នកឲ្យខ្ញុំប្រាក់មួយភូមិក៏ខ្ញុំមិនលក់ដែរល្អអ្នកនឹងស្ដាយក្រោយលុះដល់ពេលយប់តុលាបានលួចចូលហាងរបស់រាវីគាត់បានយកដាវរបស់ស្ដេចហើយរត់ចេញទៅបាត់ដល់ពេលព្រឹកឡើងរាវីបានមកលក់ធម្មតាហាដាវខ្ញុំបាត់ទៅណាហើយអោព្រះអើយតើខ្ញុំគួរប្រាប់ស្ដេចដូចម្ដេចទៅភ្លាមនោះមានលោកតាម្នាក់បានបង្ហាញខ្លួនឡើងតើលោកតាជាអ្នកណាទៅតាជាអ្នកដែលអាចជួយដល់ចៅបានក្នុងពេលនេះលោកតានឹងជួយដល់ខ្ញុំមែនទេហើយលោកតានឹងជួយខ្ញុំដូចម្ដេចទៅចាំស្ដាប់តាណាចៅពេលដែលចៅធ្វើដាវសូមចៅគិតដល់តានោះដាវរបស់ចៅនឹងមានអំណាចដល់អស្ចារ្យនិងរឹងមាំខ្លាំងក្លាបាទលោកតាខ្ញុំយល់ហើយលោកតាក៏រលាយទៅវិញបាត់ទៅហើយប៉ុន្មានថ្ងៃក្រោយមកស្ដេចក៏បានមកយកដាវពីរាវីទៅផងដែរថ្ងៃប្រយុទ្ធបានមកដល់ថ្ងៃនេះយើងនឹងយកអាណាចក្ររបស់ឯងហើយឯងមិនអាចយកឈ្នះយើងបានទេសង្គ្រាមបានចាប់ផ្ដើមស្ដេចក៏ទទួលបានជ័យជំនះក្នុងសង្គ្រាមនេះបន្ទាប់ពីសង្គ្រាមរួចស្ដេចក៏បានទៅហាងរបស់រាវីម្ដងទៀតរាវីភាពស្មោះត្រង់របស់អ្នកបានជួយសង្គ្រោះអាណាចក្រនេះហើយបានព្រះអង្គខ្ញុំគ្រាន់តែបំពេញភារកិច្ចរបស់ខ្ញុំតែប៉ុណ្ណោះចាប់ពីថ្ងៃនោះមករាវីក៏ក្លាយទៅជាជាងដែកដ៏ល្បីបំផុតនៅក្នុងអាណាចក្រនេះ